នៅថ្ងៃទី18ខែមីនាឆ្នាំ2025ខ្នងឱកាសអនុញ្ញាតជូនលោកកាកាន់ម៉ាលីកចូលជួបសម្ដែងការគួរសមនៅទីស្តីការក្រសួងឯកឧត្តមហួតហេតុរដ្ឋមន្ត្រីក្រសួងទេសចរបានលើកទឹកចិត្តតែងតាំងលោកកាកាន់ម៉ាលីកតារាប៊ូលីវូដដ៏ល្បីប្រទេសឥណ្ឌាតួសម្ដែងជាព្រះពុទ្ធបានក្លាយជាទូតសុឆន្ទៈទេសចរកម្ពុជាដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរកម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោកជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌាក្នុងឱកាសជំនួបនេះលោកកាកាន់ម៉ាលីកបានសម្ដែងនូវក្តីសប្បាយរីករាយដែលបានមកលេងក្នុងប្រទេសកម្ពុជានិងស្នើសុំការគាំទ្រព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរបែបសាសនារបស់លោកពីបណ្ដាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង Green Season ខាងមុខឯកឧត្តមហួតហេតុរដ្ឋមន្ត្រីក្រសួងទេសចរបានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរកម្ពុជាកត្តាសុខសន្តិភាពស្ថិរភាពនយោបាយសង្គមសណ្ដាប់ធ្នាប់សាធារណៈសវត្ថិភាពទេសចរពិតនៅកម្ពុជានិងផ្ដល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះដោយឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តតែងតាំងលោកកាកាន់ម៉ាលីកតារាប៊ូលីវូដដ៏ល្បីប្រទេសឥណ្ឌាតួសម្ដែងជាព្រះពុទ្ធបានក្លាយជាទូតសុឆន្ទៈទេសចរកម្ពុជាដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរកម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក